ល់ហើយទឹកដីវិលវែងនៃខេត្តពោធិ៍សាត់គឺភ្នំ 1500 បងប្អូនទាំងអស់គ្នាទិដ្ឋភាពនិងទេសភាពនារដូវវស្សាសម្រាប់ភ្នំ 1500 នេះគឺពិតជាស្រស់ស្រាយណាស់ទាំងរុក្ខជាតិដើមឈើស្មៅនិងភ្នំគឺមានពណ៌បៃតងទាំងអស់តែម្ដងពេលដែលគ្រប់គ្នាមកលេងពិតជាមនោរម្យជាមួយនឹងទិដ្ឋភាពទាំងអស់នេះមែនទែនចំណុចដ៏តាក់ទាញមួយកន្លែងដែលគេនិយមឈប់ដើម្បីថតរូបព្រោះថាផ្លូវនេះគឺមើលទៅវាស្រស់ស្អាតមានពុតពេនដូចជាអន្ទង់ដែលគេដោតអាំងអញ្ចឹងណាបើប្រៀបធៀបទៅអន្ទង់ឆាអញ្ចឹងហៅផ្លូវអន្ទង់នៅពេលដែលយើងធ្វើដំណើរតាមផ្លូវឃើញទេសភាពគឺស្អាតក៏ប៉ុន្តែនៅពេលដែលយើងបានមើលពីលើអាកាសដោយការថតដ្រូនបែបនេះគឺរឹតតែស្អាតត្រង់ចំណុចដែលបង្ហាញនេះគឺជាកន្លែងដែលឃើញមានគេមកបោះតង់ហើយក៏ជាកន្លែងដែលពេញនិយមនៅក្នុងការថតរូបដែរអ្នកទាំងអស់គ្នាយើងអាចថតពីលើបែបនេះគឺឃើញផ្លូវស្អាតហើយក៏បានឃើញជាមួយនឹងផ្លូវអន្ទង់អាំងដែលនៅខាងក្រៅនោះផងដែរធ្វើដំណើរបន្តមកមុខទៀតឃើញត្រង់ចំណុចនេះគឺស្អាតមែនទែនស្មៅពណ៌បៃតងស្រស់តែម្ដងអញ្ចឹងក៏ឈប់ដើម្បី relax ហើយបន្ទាប់មកក៏រៀបចំបោះតង់ធ្វើ picnic អីអញ្ចឹងណាបងប្អូនទាំងអស់គ្នានេះចំណុចហើយកន្លែងហ្នឹងគឺជាកន្លែងដែលគេនិយមឈប់ដើម្បីថតរូបព្រោះថាកន្លែងនេះគឺមានទេសភាពស្អាតមែនទែនហុំព័ទ្ធទៅដោយភ្នំដែលមានពណ៌បៃតងខ្ចីស្រស់មកដល់គឺមានអារម្មណ៍ស្រស់ស្រាយណាស់អ្នកទាំងអស់គ្នាហើយនៅខាងក្រោមស្ពានហ្នឹងគឺមានទឹកជ្រោះហូរកាត់ហ្នឹងអូយស្អាតមែនទែនអ្នកដែលធ្វើដំណើរកាត់កន្លែងនេះអាចនិយាយបានថា100នាក់អាចសឹងទាំង100នាក់ដែលឈប់ដើម្បីថតរូបនៅកន្លែងហ្នឹងបន្ទាប់ពីចំណុចស្ពានទី38ដែលជាកន្លែងពេញនិយមនៅក្នុងការថតរូបហើយឥឡូវនេះយើងបន្តដំណើរមកមុខទៀតយើងនឹងបានឃើញកន្លែងមួយទៀតដែលទេសភាពក៏ញាក់ដែរបងប្អូននិយាយទៅបើយើងចូលចិត្តកន្លែងកំសាន្តបែបធម្មជាតិនៅពេលដែលជិះកាត់ភ្នំ 1500 គឺយើងឃើញកន្លែងស្អាតៗជាច្រើននេះកន្លែងហ្នឹងយើងសម្លឹងមើលពីលើទៅឃើញច្បាស់នៅខ្សែទឹកជ្រោះហូរកាត់ចលងភ្នំដែលហូរតាំងពីលើធ្លាក់ទៅដល់ក្រោមអ្នកទាំងអស់គ្នាមានដើមឈើមួយដើមនៅនឹងឯងហើយយើងមកនឹងថតរូបនៅលើថ្មថតបានជាមួយនឹងដើមឈើហើយនឹងទឹកជ្រោះគឺឃើញប្លង់ទូលាយណាជ្រោះរាងជ្រៅអញ្ចឹងពេលថតអីហ្នឹងរាងស្រាវដែរ